ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលមករៀនវគ្គពាក់ព័ន្ធជាមួយនឹងការកាត់តវីដេអូតាមកុំព្យូទ័រនៅលើកម្មវិធី CapCut បាទអញ្ចឹងបើសិនបងប្អូនទាំងអស់គ្នាអត់ស្គាល់ខ្ញុំទេជាដំបូងខ្ញុំសូមណែនាំឈ្មោះសិនហើយនេះគឺជាមេរៀនដំបូងបំផុតហើយនៅក្នុងការបើកឆាកវគ្គសិក្សាពាក់ព័ន្ធជាមួយនឹងការកាត់តវីដេអូទៅតាមកុំព្យូទ័រដែលប្រើប្រាស់កម្មវិធី CapCut អញ្ចឹងឥឡូវជាដំបូងខ្ញុំសូមណែនាំឈ្មោះខ្ញុំសិនបងប្អូនខ្លះក៏គាត់បានស្គាល់ហើយបងប្អូនខ្លះទៀតក៏មិនទាន់បានស្គាល់ខ្ញុំបាទឈ្មោះង៉ែតគីនីនត្រកូលង៉ែតឈ្មោះខ្ញុំបាទគីនីនដែលត្រូវជាម្ចាស់ស្ថាប័ន PNK Media Studio ដែលបងប្អូនទាំងអស់គ្នាកំពុងតែធ្វើការសិក្សានៅសប្តាហ៍ថ្ងៃនេះបាទអញ្ចឹងបងប្អូនប្រហែលជាបានដឹងច្បាស់ហើយថាតើមូលហេតុអ្វីបានជាបងប្អូនទាំងអស់គ្នាត្រូវចុះឈ្មោះចូលរៀនវគ្គកាត់តវីដេអូតាមកុំព្យូទ័រពិតណាស់គោលបំណងរបស់បងប្អូនទាំងអស់គ្នាគ្រាន់តែចង់ចេះកាត់តវីដេអូដើម្បីយកទៅប្រើប្រាស់ទៅតាមតម្រូវការផ្សេងៗដែលបងប្អូនទាំងអស់គ្នាចង់បានដូចជាការកាត់តវីដេអូលក់អនឡាញការកាត់តវីដេអូដើម្បីផលិតមាតិកាផុសទៅលើ Facebook YouTube TikTok ហើយមួយទៀតមុននឹងបងប្អូនធ្វើការចូលរៀនសូមបងប្អូនទាំងអស់គ្នាស្ដាប់លក្ខខណ្ឌរបស់ខ្ញុំជាមុនសិនទី1សម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែមើលវីដេអូនេះនៅលើ Telegram មុននឹងធ្វើការមើលវីដេអូសូមបងប្អូនទាំងអស់គ្នាចុចសញ្ញា download នៅលើវីដេអូនីមួយៗធ្វើការ download វីដេអូនីមួយៗឲ្យពេញសិនសូមបងប្អូនទាំងអស់គ្នាធ្វើការមើលវីដេអូទើបបងប្អូនទាំងអស់គ្នាមើលបានដោយរលូន smooth និងមិនទាក់ទី2នៅពេលដែលបងប្អូនទាំងអស់គ្នាកំពុងតែរៀននេះគឺបងប្អូនទាំងអស់គ្នានឹងបាន link 3 ពីខ្ញុំទៅសួរថាតើ link 3 នោះមាន link អ្វីខ្លះបាទ link ទី1គឺពាក់ព័ន្ធជាមួយនឹង link បងប្អូនទាំងអស់គ្នាចូលទៅមើលវីដេអូបាទនៅក្នុង group មួយនោះគឺជា group នេះ group នេះដែលបងប្អូនកំពុងចូលមើលហើយមើលវីដេអូខ្ញុំនេះគឺជា group ដែលបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការមើលវីដេអូទេបាទមើលវីដេអូពាក់ព័ន្ធជាមួយនឹងមេរៀនបាទហើយ link ទី2គឺជា link group សម្រាប់បងប្អូនទាំងអស់គ្នាឆាតរវាងខ្ញុំបាទដែលត្រូវជាគ្រូនិងសិស្សផ្សេងៗទៀតដែលស្ថិតនៅក្នុងវគ្គសិក្សាតែមួយអញ្ចឹង link ទី2បងប្អូនទាំងអស់គ្នាគ្រាន់តែចុចនៅ link ទី2ទៅបងប្អូនឆ្ងល់អីបងប្អូនទាំងអស់គ្នាអាចសួរសំណួរនៅក្នុង link ទី2បានអញ្ចឹងមានន័យថា link ទី1ដែលខ្ញុំបោះទៅគឺជា link បងប្អូនទាំងអស់គ្នាចូលទៅក្នុង group សម្រាប់មើលវីដេអូ link ទី2គឺជា link group សម្រាប់បងប្អូនទាំងអស់គ្នាធ្វើការប្រស័យតាក់ទងជាមួយនឹងគ្រូជាមួយនឹងសិស្សរួមថ្នាក់បាទហើយមួយទៀត link ទី3សួរថា link ទី3គឺជាអ្វី link ទី3គឺជា link professional របស់ខ្ញុំផ្ទាល់នៅពេលដែលមានព័ត៌មាននៃ update ថ្មីខ្ញុំនឹងធ្វើការទម្លាក់ព័ត៌មាននៅលើ link ទី3ហ្នឹងអញ្ចឹងស្ដាប់ឲ្យទាន់ link ដែលបងប្អូនទាំងអស់គ្នាត្រូវរៀនមានតែ2ទេ link ទី1សម្រាប់ចូលទៅមើលវីដេអូនៅក្នុង group មួយនោះគឺមានតែវីដេអូសម្រាប់បងប្អូនទាំងអស់គ្នាធ្វើការមើលទេមិនមានអ្វីទាំងអស់បាទ link ទី2គឺបងប្អូនទាំងអស់គ្នាមានតួនាទីនៅក្នុងការឆាតសួរសំណួរអីផ្សេងៗនៅក្នុង link មួយនោះអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ហើយមួយទៀតពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌនៃការរៀនខ្ញុំលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាមើលវីដេអូពីមាតនកាលទៅមាតនកាលដោយយកចិត្តទុកដាក់កុំព្យាយាមមើលរំលងកុំព្យាយាមមើលផ្សារខ្ញុំសួរថាហេតុអីបានជាលក្ខខណ្ឌខ្ញុំតឹងម្លេះដោយសារតែមានបងប្អូនខ្លះគាត់ចូលរៀនគាត់ចុះឈ្មោះចូលរៀនហើយគាត់គ្រាន់តែចុចចូលរៀនផ្លឹបលេងស្រាប់គាត់អត់ទាន់បានធ្វើអីទាំងអស់ផងគាត់ទៅមើលបានវីដេអូហើយគាត់ទៅសួរសំណួរបាត់អញ្ចឹងបងប្អូនត្រូវចាំថាសំណួរដែលបងប្អូនចង់សួរពេលខ្លះវាអាចនៅមាននៅក្នុងវីដេអូហ្នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាធ្វើការមើលវីដេអូពីដើមរហូតដល់ចប់ពីមួយវគ្គទៅមួយវគ្គដែលយកចិត្តទុកដាក់ពីមួយវគ្គទៅមួយវគ្គមិនមានការផ្សារពីមួយវគ្គទៅមួយវគ្គកុំលេះលោះឲ្យសោះមើលឲ្យច្បាស់មើលហើយមើលទៀតមិនយល់ឆាតសួរខ្ញុំបាទអញ្ចឹងលក្ខខណ្ឌនៅក្នុងការសិក្សាមានតែប៉ុណ្ណឹងពាក់ព័ន្ធជាមួយនឹងមេរៀនទី2ខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបនៅក្នុងការ download កម្មវិធី CapCut នៅលើ computer ចែកជូនបងប្អូនទាំងអស់គ្នាដែលឥតគិតថ្លៃបាទអញ្ចឹងវីដេអូវគ្គ1មានតែប៉ុណ្ណឹងនេះគ្រាន់តែជាការចាប់ផ្ដើមការស្គាល់គ្នាបាទការស្ដាប់នៅលក្ខខណ្ឌខ្លះៗនៅក្នុងការចូលរៀនវគ្គ1នេះអញ្ចឹងខ្ញុំបាទត្រូវជាម្ចាស់ស្ថាប័នក៏ដូចជាត្រូវជាលោកគ្រូរបស់អ្នកទាំងអស់គ្នាផងខ្ញុំសូមចិត្តបងប្អូនទាំងអស់គ្នាគោរពតាមគោលការណ៍របស់ស្ថាប័នអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសូម enjoy សូមធ្វើការរីករាយទស្សនាជាមួយនឹងមេរៀនដូចតទៅពីចាប់ពីវគ្គ2ទៅបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបានចំណេះដឹងថ្មី2026 2027ស្អែកហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានបង្កើន skill ទៅកាន់បងប្អូនទាំងអស់គ្នាឲ្យមាន skill មួយសម្រាប់ខ្លួនឯងបាទអញ្ចឹងខ្ញុំជូនពរបងប្អូនទាំងអស់គ្នារៀនចេះបាទនៅអ្វីដែលបងប្អូនទាំងអស់គ្នាចង់ចេះបាទអញ្ចឹងបើចង់ចេះអត់មានពិបាកទេគ្រប់តាមគោលការណ៍ខាងដើមហើយឆ្ងល់អីឆានមកសួរខ្ញុំនោះជាការចេះដ៏ពិតប្រាកដអញ្ចឹងខ្ញុំបាទគីនីនសូមអរគុណនិងសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ